តែក្នុងចំណោមផ្កាទាំង5នេះលោកអ្នកធ្លាប់សបិនឃើញផ្កាមួយណាដែរទី1គឺសបិនឃើញផ្កាឈូកទី2សបិនឃើញផ្កាចម្ប៉ាទី3សបិនឃើញផ្កាកលាបទី4សបិនឃើញផ្កាម្លិះនិងទី5សបិនឃើញផ្កាចំប៉ីតើបងប្អូនធ្លាប់សបិនឃើញផ្កាមួយណាដែរក្នុងចំណោមផ្កាទាំង5នេះចាបងប្អូនជាទីគោរពស្រឡាញ់ផ្កានៅក្នុងចំណោមទាំង5នេះចាសុទ្ធតែល្អប៉ុន្តែទន្ទឹមនឹងល្អក៏មានចំណុចអាក្រក់ខ្លះដែរនៅក្នុងនោះមិនមែនសបិនឃើញផ្កាសុទ្ធតែល្អនោះទេចាបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាខ្ញុំនឹងបកស្រាយម្ដងមួយអំពីផ្កាទាំង5នេះចាតើបងប្អូនសបិនឃើញមួយណាឬក៏បងប្អូនធ្លាប់សបិនឃើញមួយណាសន្តាប់ជាមួយនឹងនាងខ្ញុំតើល្អអាក្រក់យ៉ាងណាតោះសន្តាប់ជាមួយនឹងនាងខ្ញុំដូចទៅខ្ញុំនឹងបកស្រាយមួយអំពីផ្កាទាំង5នេះតោះទី1គឺផ្កាឈូកកាលណាបើលោកអ្នកសបិនឃើញផ្កាឈូកអ្នកនៅលាវយូរឆ្នាំនឹងជួបគូព្រេងចំណាយការងារត្រូវដំឡើងឋានៈទៅតាមការងារបើយោងទៅតាមសភៅនៃការកាត់សបិនឃើញផ្កាឈូកគឺនាំមកនៅរឿងល្អព្រោះដោយតែគេនិយាយថាផ្កាឈូកគឺតំណាងឲ្យព្រះពុទ្ធព្រះធម៌និងសិលទានជាដើមកាលណាបើលោកអ្នកសបិនឃើញផ្កាឈូកផុសចេញពីក្នុងទឹកមានន័យថាលោកអ្នកត្រូវបានដំឡើងឋានៈក្នុងតួនាទីការងារឬមានការផ្លាស់ប្ដូរទៅកន្លែងការងារផ្សេងឬក៏ការងារដែលមានឋានៈខ្ពស់ជាងនេះមួយវិញទៀតបើសិនជាលោកអ្នកគេងសបិនឃើញខ្លួនឯងបានកាន់ផ្កាឈូកចាបានកាន់ផ្កាឈូកនៅក្នុងដៃមានន័យថាតំណាងឲ្យលុយកាក់ហូរចូលមកឥតឈប់ឈរជាពិសេសនៅមានមនុស្សភេទផ្ទុយនឹងនាំសំណាងនាំលៀបមកឲ្យលោកអ្នកថែមទៀតផងបើអ្នកជាមនុស្សប្រុសចាអ្នកដែលនាំលៀបមកឲ្យលោកអ្នកគឺជាមនុស្សស្រីបើសិនជាលោកអ្នកជាមនុស្សស្រីអ្នកដែលនាំលៀបនាំសំណាងមកដល់អ្នកគឺជាមនុស្សប្រុសចាគឺភេទផ្ទុយគ្នាតែម្ដងមួយវិញទៀតបើសិនជាលោកអ្នកសបិនឃើញកាន់ផ្កាឈូកទៅថ្វាយប្រាស់ចាសបិននេះគឺល្អវិសេសវិសាលណាចំពោះអ្នកនៅលាវនឹងជួបគូក្រងដែលខ្លួនកំពុងតែរងចាំអស់ជាច្រើនឆ្នាំជាយូរវែងមកហើយចាហើយចំណែកអ្នកមានគ្រួសារថ្មីថ្មោងចានឹងមានបុត្រាបុត្រីមកចាប់កណើតហើយបុត្រាបុត្រីនោះសិតតែជាមនុស្សដែលពោពេញទៅដោយធម៌ព្រមវិហារធម៌ជាមនុស្សដែលពោពេញទៅដោយចំណេះដឹងខ្ពង់ខ្ពស់ចាបងប្អូនពេលនេះសូមចប់សុបិនឃើញផ្កាឈូកគឺសិតតែល្អប៉ុន្តែនៅសុបិនចា4ទៀតខ្ញុំនឹងរៀបរាប់ដូចទៅចាទី2គឺសុបិនឃើញផ្កាចម្ប៉ាចាបងប្អូនជាទីគោរពស្រឡាញ់សុបិនឃើញផ្កាចម្ប៉ានេះចានៅខាងក្រៅក្អូបប៉ុន្តែនៅក្នុងសុបិនគឺអត្ថន័យអត់ល្អទេណាចាបងប្អូនគួរតែប្រុងប្រយ័ត្នចាមិនថាសុបិនឃើញផ្កាសិតតែល្អនោះទេផ្កាខ្លះគឺអត់ល្អទេណាបើសិនជាលោកអ្នកសបិនឃើញផ្កាចម្ប៉ាឬក៏បានហិតក្លិនផ្កាចម្ប៉ាឬក៏កាន់ផ្កាចម្ប៉ាយកផ្កាចម្ប៉ាមកក្រងសក់ចាមានន័យថាលោកអ្នកអាចនឹងជួបរឿងរ៉ាវមិនសប្បាយចិត្តឬក៏ការបាត់បង់នៅវត្ថុអ្វីមួយដូច្នេះលោកអ្នកគួរតែមានសតិប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការរស់នៅនិងកន្លែងការងារផងដែរហើយសូមធ្វើការណែនាំថាបើសិនជាសុបិនឃើញផ្កាចម្ប៉ាមិនថាក្នុងកលៈទេសៈណាទេចាក្នុងអឡុងពេលនេះអ្នកគួរតែរកឱកាសធ្វើបុណ្យធ្វើទានធ្វើសមាធិព្រោះសុបិនឃើញផ្កាចម្ប៉ាជាតម្រុយនៃសំណាងអាក្រក់រៀបនឹងកើតមានលើលោកអ្នកផងដែរចាបងប្អូនផ្កាមិនមែនស្ទើរចាគឺល្អនោះទេចាផ្កាខ្លះសុបិនទៅអត់ល្អទេណាចាបើតាមបៃជំនឿអ្នកដែលដាំផ្កាចម្ប៉ានៅមុខផ្ទះគឺអត់ល្អទាល់តែហ្មងអត់ល្អតែម្ដងចាបងប្អូនជាទីគោរពតោះដល់សុបិនទី3សុបិនឃើញផ្កាកុលាបតើចង់ដឹងអត់ថាសុបិនឃើញផ្កាកុលាបនេះចាល្អឬអាក្រក់យ៉ាងណាចាសន្តាប់ជាមួយនឹងនាងខ្ញុំចាបងប្អូនជាទីគោរពស្រឡាញ់ការបើបងប្អូនសុបិនឃើញផ្កាកុលាបចាទោះទីថាអ្នកនៅលាវនឹងស្វែងរកបានមនុស្សដែលត្រឹមត្រូវម្នាក់អាចជាអ្នកពឹងផ្អែកជាអ្នកពំនាក់អាស្រ័យក៏ដូចជាអាចនិយាយបានថាស្វែងរកមនុស្សដែលយល់ចិត្តលោកអ្នក
ចាក្នុងអលងពេលនេះអ្នករកឃើញហើយអ្នករកត្រូវហើយមនុស្សដែលយកចិត្តអ្នកចំណែកការងារនឹងមានការរីកចម្រើនខ្លាំងហេរញ្ញវត្ថុក៏គ្មានការនៅជាប់គាំងទៀតដែរគឺរលូនហើយការធ្វើចំនួននានាក៏ដូចជាបើកហាងបើកអាជីវកម្មឬក៏អាជីវករលក់ដូរអីនឹងទទួលបានជោគជ័យប្រាក់ចំណេញក៏កើនឡើងជាងមុនដែរចំណែកឯសុខភាពវិញចាមិនមានអ្វីគួរឲ្យបារម្ភនឹងថ្នាក់នោះឡើយប៉ុន្តែជាការល្អគឺហាត់ប្រាណឲ្យបានគ្រប់គ្រាន់ចាស់គេងឲ្យបានគ្រប់គ្រាន់ទៀងទាត់ញ៉ាំអាហារឲ្យមានសុខភាពអាហារណាដែលមានសុខភាពនោះលោកអ្នកនឹងល្អប្រសើរចាបងប្អូនសុបិនឃើញផ្កាកលាបនេះគឺល្អចាល្អអត់ដូចផ្កាចម្ប៉ាទេណាការចម្ប៉ាជឿសពឃើញផ្កាចម្ប៉ាអត់ល្អទេណាបងប្អូនមិនថាទៅនៅខាងក្រៅឬក៏ខាងក្នុងយល់សពទេចាគឺវាមានក្លិនក្រអូបប៉ុន្តែការចម្ប៉ាគឺជាផ្កាមួយដែលនិយាយបានថាចង្រៃចាវាក្លិនក្រអូបប៉ុន្តែនិយាយបានថាវាជាផ្កាចង្រៃតោះបងប្អូនសណ្ដាប់នៅការសុបិនទី4គឺសុបិនឃើញផ្កាម្លិះបងប្អូនធ្លាប់សុបិនឃើញផ្កាម្លិះដែរឬទេចាម្លិះរួតម្លិះលាចាម្លិះឈើអីហ្នឹងសុទ្ធតែជាម្លិះទាំងអស់ចាផ្កាម្លិះនេះមិនត្រឹមតែក្រអូបឈ្ងុយឈ្ងប់នៅខាងក្រៅនោះទេប្រសិនបើលោកអ្នកសុបិនរឹតតែល្អទៅទៀតចាតោះសណ្ដាប់ជាមួយនឹងនាងខ្ញុំចាបើសិនជាលោកអ្នកសុបិនឃើញផ្កាម្លិះមិនថាម្លិះរួតម្លិះលាម្លិះឈើម្លិះអីនោះទេឲ្យតែជាពពួកម្លិះចាគឺមានន័យថាជាសញ្ញាល្អត្បិតនឹងមានមនុស្សពេញវ័យជួយជ្រោមជ្រែងឬក៏តាមគាំទ្រអ្នកហើយមនុស្សពេញវ័យនោះជាមនុស្សដែលស្គាល់អ្នកចាគឺអាចនិយាយបានថាជាមនុស្សដែលពេញចិត្តស្រឡាញ់អ្នកចាលោកអ្នកអាចពឹងផ្អែកពំនាក់អាស្រ័យលើគេបានចំណែកឯទិដ្ឋភាពការងារវិញនឹងទទួលបានលទ្ធផលល្អទៅតាមចាការកិត្តខំប្រឹងប្រែងរបស់អស់លោកអ្នកដែររីឯជីវិតគូឬក៏អ្នកនៅលើវិញជួបផ្កាយសំណាងប៉ះចំមនុស្សដែលស្រឡាញ់លោកអ្នកប្រៀបដូចជានឹងខ្មុំកំពុងចាក្រេបផ្កាអីចឹងដែរចាបងប្អូននឹងទី5កាលណាបើលោកអ្នកសុបិនឃើញផ្កាចំប៉ីតើល្អឬអាក្រក់យ៉ាងណាបងប្អូនធ្លាប់ស្គាល់ទេផ្កាចំប៉ីចាចំប៉ីគឺស្អាតចាស្អាតផ្កាចំប៉ីស្អាតហើយក្លិនក៏ក្រអូបមួយយ៉ាងទៅតាមបែបផែននៃផ្កាណាចាបងប្អូនជាទីគោរពស្រឡាញ់តោះសណ្ដាប់ជាមួយនឹងនាងខ្ញុំកាលណាបើបងប្អូនសុបិនឃើញផ្កាចំប៉ីចាជានិមិត្តរូបនៃដំណឹងល្អការជួបជុំសាច់ញាតិឬមនុស្សឆ្ងាយដែលខានជួបជាយូរមកហើយនោះអាចនឹងជួបចាហើយមានភាពរីករាយរៀងខ្លួនសុបិននេះតំណាងឲ្យភាពរីកចម្រើនភាពរីករាយនិងការទទួលបានលាភសំណាងលាភសក្ការៈក្នុងឆាកជីវិតដោយគ្មានអ្វីគួរឲ្យព្រួយបារម្ភនោះទេមួយវិញទៀតបើសិនជាបងប្អូនសុបិនឃើញផ្កាចំប៉ីរីកស្គុះស្គាយចានៅតាមទីសាធារណៈឬក៏បានឃើញបានកាន់ចាលោកអ្នកនឹងទទួលបានដំណឹងល្អពីសមាជិកគ្រួសារចាមិនថាល្អក្នុងលក្ខណៈការងារមិនថាល្អនៅក្នុងចាប្រភេទណាទេគឺល្អចាបងប្អូនជាទីគោរពស្រឡាញ់ហើយមួយវិញទៀតសុបិនឃើញផ្កាចំប៉ីពណ៌លឿងបងប្អូនធ្លាប់សុបិនឃើញផ្កាចំប៉ីពណ៌លឿងមានពីរផ្នែកផ្កាចំប៉ីហ្នឹងមានពណ៌សនិងពណ៌លឿងចាសុបិនឃើញពណ៌លឿងបើសិនជាយើងចាប់កាន់បានហិតឬក៏ឃើញចាប់កាន់នៅកន្លែងណាទីណាចាមានន័យថាស្ថានភាពអាជីពការងាររបស់លោកអ្នកនឹងល្អប្រសើរមានការគាំទ្រពីថ្នាក់លើចាថ្នាក់លើអាណិតស្រឡាញ់ចាជួយចិត្តការងាររបស់អស់លោកអ្នកចឹងទៅចានិងមួយវិញទៀតសុបិនឃើញផ្កាចាចំប៉ីក្រអូបឬក៏ចាលោកអ្នកបានហិតផ្កាចំប៉ីណាចាបានហិតស្រូបក្លិនផ្កាចំប៉ីថាមានរសជាតិឬក៏ក្លិនចឹងណាចាផ្អែមស្រទន់ចឹងណាលោកអ្នកធ្លាប់ហិតផ្កាចំប៉ីដែរឬទេចាបងប្អូននាងខ្ញុំប្រហែលជាចាសន្មតថាអាចធ្លាប់ព្រោះលោកអ្នកក៏ដឹងថាផ្កាចំប៉ីនោះមានរូបរាងយ៉ាងណាដែរចាផ្កាចំប៉ីមានពណ៌លឿងចានិងពណ៌សចាសលឿងចា
ចំបីខ្លះពណ៌លឿងសុទ្ធតែម្ដងចាហើយបើសិនជាលោកអ្នកសុបិនឃើញចាហិតក្លិនបានស្រង់ក្លិនផ្កាចំបៃណាចាមានន័យថាអាចជួបមនុស្សដែលមិនធ្លាប់ជួបមកជាយូរមកហើយឬក៏មានអារម្មណ៍ជ្រាលជ្រៅទៅលើនរណាម្នាក់ក្នុងន័យនេះគឺមានន័យថាចាលោកអ្នកអាចនឹងជួបមនុស្សដែលយកចិត្តអាចជួបមនុស្សដែលចាមិនធ្លាប់ស្គាល់ទេប៉ុន្តែអាចនឹងមកស្គាល់ស្និទ្ធស្នាលអាចនឹងមានទំនាក់ទំនងរឹតតែជ្រាលជ្រៅខ្លាំងជាងមុនចាអាចន័យនេះក្នុងទំនាក់ទំនងស្នេហាណាចាអាចនឹងជួបគ្នាភ្លាមចាយើងនិយាយចានិយាយសាសងបន្តិចបន្តួចប៉ុន្តែយូរទៅកាន់តែជ្រៅក្នុងន័យស្នេហាចាក្នុងន័យនេះគឺមានន័យចឹងឯងចាសុបិនឃើញផ្កាចំបៃណាគឺល្អចាផ្កាទាំង5ហ្នឹងដែលខ្ញុំរៀបរាប់មកខាងលើហ្នឹងមានផ្កាឈូកផ្កាចំប៉ាផ្កាកាឡាបផ្កាម្លិះផ្កាចំបៃចាអត់តែផ្កាមួយទេគឺអត់ល្អទេណាចាគឺលោកអ្នកអាចទីបានហើយនៅពេលដែលខ្ញុំនិយាយនោះគឺផ្កាចំប៉ាចាភាគច្រើនគឺអត់ល្អទេណាផ្កាចំប៉ាចាបងប្អូនជាទីគោរពស្រឡាញ់ចាសូមបានចប់ចាក្នុងការបកស្រាយរៀបរាប់អំពីផ្កាទាំង5នេះកាលណាបើលោកអ្នកសុបិនណាចាសូមអរគុណហើយកុំភ្លេចណាជួយជាឬក៏ Subscribe ណាដើម្បីទទួលបានវីដេអូថ្មីក៏ដូចជាបើសិនជាឆ្ងល់មានចម្ងល់ក្នុងការដែលសុបិនអាចចា comment បានចានាងខ្ញុំនឹងបកស្រាយជូនតែម្ដងបើសិនជាមានពេលចាស់សូមអរគុណចំពោះអ្នកដែលបានតាមដានទស្សនាកន្លងមកចាស់សូមអរគុណនិងសូមគោរពលា